នេះគឺជាទេសភាពដែលស្ថិតនៅក្នុងស្រុកមួយដែលនាងខ្ញុំរស់នៅហើយថ្មីនេះដែរគឺនាងខ្ញុំមករស់នៅក្នុងស្រុកនេះតែម្ដងបងប្អូនដោយសារតែខ្ញុំបដូរទីលំនៅពីស្រុកចាស់គឺមកនៅស្រុកថ្មីនេះដែរដោយសារតែខ្ញុំជាប់ការងារនៅកន្លែងនេះផ្ទាល់ហើយនេះគឺជារូបភាពដែលខ្ញុំកំពុងធ្វើដំណើរទៅស្រុកខ្ញុំមកពីខាងស្រុកខាងនោះហើយរស់នៅស្រុកខាងនេះវិញបងប្អូនស្ដាប់ទៅដូចរាងរញ៉េរញ៉ៃតិចហើយដោយសារតែយើងផ្លាស់ប្ដូរទីលំនៅបងប្អូននៅពេលដែលបងប្អូនស្ដាប់សំឡេងដែលខ្ញុំនិយាយទៅរាងរញ៉េរញ៉ៃបន្តិចហើយបងប្អូនដោយសារតែខ្ញុំរស់នៅក្នុងភូមិអញ្ចឹងទៅមានឮសំឡេងអ្នកផ្ទះក៏ដូចជាឆ្កែឆ្មាវាប្រុសអញ្ចឹងទៅបងប្អូនហើយនេះគឺជាទេសភាពជាបន្តនៅតាមផ្លូវដែលខ្ញុំធ្វើដំណើរពីស្រុកដែលខ្ញុំស្រុកកំណើតរបស់នាងខ្ញុំហើយមករស់នៅក្នុងស្រុកកំណើតដែលនាងខ្ញុំជាប់ការងារធ្វើនេះដែរបងប្អូននិយាយពីថាពន្លឺព្រះអាទិត្យជិតអស់ស្តង់គត់គឺថាស្រស់ស្អាតមែនទែនបងប្អូនអមជាមួយនឹងទេសភាពវាលស្រែខៀវស្រងាត់ដែលស្ថិតនៅក្នុងស្រុកនៅពេលដែលខ្ញុំធ្វើដំណើរតាមផ្លូវណាបងប្អូនហើយខ្ញុំថតនេះដែររៀងញ័រដៃបន្តិចឲ្យបងប្អូនដោយសារតែខ្ញុំជិះម៉ូតូអញ្ចឹងទៅរៀងប្រយ័ត្នដែរថតមិនសូវបានច្រើនទេបងប្អូនអើយដោយសារតែយើងខ្លាចបងប្អូនទេសភាពតាមផ្លូវពិតជាស្រស់ស្អាតមែនទែនបងប្អូនអមជាមួយនឹងវាលស្រែជាមួយនឹងព្រះអាទិត្យអស់ស្តង់កត់ហើយទេសភាពផ្ទះគេក៏ស្អាតដែរបងប្អូននៅតាមផ្លូវក្នុងស្រុកភូមិនេះណាផ្លូវនេះគឺគេទៅធ្វើថ្មីដែរបងប្អូនហើយខ្ញុំធ្វើដំណើរយូរទៅក៏មកដល់ស្ពានដែលត្រូវឆ្លងកាត់ពីស្រុកកំណើតនាងខ្ញុំមកស្រុកដែលនាងខ្ញុំបដូរទីលំនៅនេះដែរគឺកន្លែងធ្វើការថ្មីបងប្អូនហើយជាបន្តទៅគឺយើងឃើញព្រះអាទិត្យកាន់តែលិចទៅហើយបងប្អូនណានេះគឺថាមើលពីចម្ងាយទៅស្អាតណាបើយើងមើលផ្ទាល់គឺស្អាតជាងនៅក្នុងកាមេរ៉ាទៀតខ្ញុំចូលចិត្តទេសភាពបែបហ្នឹងខ្លាំងមែនទេបងប្អូនហើយខ្ញុំក៏ជាអ្នកចូលចិត្តថតវីដេអូទុកអនុស្សាវរីយ៍ដែរបងប្អូនខ្ញុំស្រឡាញ់ខ្លាំងណាស់ក្នុងការថតវីដេអូផលិតជាវីដេអូផ្សេងប៉ុន្តែគ្រាន់ថានាងខ្ញុំធ្វើមិនសូវបានល្អអញ្ចឹងទៅនាងខ្ញុំនឹងព្យាយាមជាបន្តហើយខ្ញុំអរគុណខ្លាំងមែនទែនសម្រាប់បងប្អូនដែលគាត់ចូល comment នៅក្នុងវីដេអូរបស់នាងខ្ញុំដែលប្រើពាក្យភាសាល្អលើកទឹកចិត្តដល់នាងខ្ញុំពិតជាអរគុណខ្លាំងមែនទែនដែលគឺជាកម្លាំងចិត្តមួយដែលធ្វើឲ្យនាងខ្ញុំខិតខំចង់ធ្វើវីដេអូនេះជាបន្តក៏ប៉ុន្តែនាងខ្ញុំទុកចោលយូរហើយ channel ដែលនាងខ្ញុំប្រើប្រាស់នឹងបងប្អូនប៉ុន្តែក៏មានពូអ្នកមីងគាត់ចូលចិត្តវីដេអូអញ្ចឹងទៅគាត់លើកទឹកចិត្តថាងស៊ូក្មួយអញ្ចឹងទៅនាងខ្ញុំពិតជាសប្បាយចិត្តណាស់ធម្មតាទាំងគេទាំងយើងឲ្យតែមានពាក្យល្អលើកទឹកចិត្តមកដល់យើងគឺសប្បាយចិត្តមែនទែនចាបងប្អូននិយាយទៅនិយាយមកគឺថារៀងច្រើនដែរហើយនាងខ្ញុំពិតជាអរគុណមែនទែនហើយនេះគឺជាផ្លូវដែលកន្លែងដែលនាងខ្ញុំទៅធ្វើការបងប្អូនប្រហែលជាឆ្ងល់ហើយថាប្អូនធ្វើការអ្វីបានត្រូវជីកាត់ចំការដំឡូងមីមើលទៅរៀងដាច់ស្រយាលដែរបន្តិចទៀតបងប្អូននឹងដឹងថានាងខ្ញុំធ្វើការអ្វីនាងខ្ញុំនឹងប្រាប់បងប្អូននៅចុងវីដេអូនេះតែម្ដងបងប្អូនហើយខ្ញុំពិតជាសូមទោសបងប្អូនមែនទែននៅក្នុងវីដេអូរបស់ខ្ញុំដែលខ្ញុំកំពុងតែ voice សំឡេងនេះគឺវាមានសំឡេងរញ៉េរញ៉ៃបន្តិចហើយបងប្អូនក៏ប៉ុន្តែនាងខ្ញុំថតវីដេអូនេះឡើងក្នុងគោលបំណងដើម្បីចង់ឲ្យបងប្អូនដឹងពីផ្លូវទៅផ្ទះរបស់នាងខ្ញុំក៏ដូចជាផ្លូវទៅធ្វើការកន្លែងធ្វើការរបស់នាងខ្ញុំបងប្អូនហើយនាងខ្ញុំរៀងនិយាយទៅមុខទៅក្រោយបន្តិចដោយសារតែយើងអត់សូវចេះនិយាយបងប្អូនហើយយើងទៅឆ្លងកាត់ចំការកៅស៊ូចំការស្វាយចន្ទីចំការស្វាយរមៀតចំការចេកវារៀងឆ្ងាយដែរបងប្អូនពីមួយកន្លែងទៅមួយកន្លែងដើម្បីជិះទៅដល់កន្លែងធ្វើការបងប្អូនហើយអត់ខ្លាចទេដោយសារតែវាមិនសូវស្ងាត់ប្រហែលទេដោយសារតែមានបងប្អូនប្រជាកសិករគាត់មកធ្វើចំការស្រែនៅទីនេះផងដែរហើយខ្ញុំជិះម៉ូតូយូរទៅក៏ជិតដល់កន្លែងធ្វើការរបស់នាងខ្ញុំហើយនេះដល់ហើយបងប្អូនកន្លែងធ្វើការនាងខ្ញុំបងប្អូនគ្រាន់តែមើលរូបភាពបងប្អូនប្រហែលជាដឹងហើយថាការងាររបស់ខ្ញុំគឺជាអីគឺជាគ្រូបង្រៀនស្ម័គ្រចិត្តនៅតាមជនបទម្នាក់បងប្អូននាងខ្ញុំបង្រៀនបាន3-4 ខែហើយបងប្អូននិយាយទៅជីវិតរបស់នាងខ្ញុំតស៊ូខ្លាំងមែនទែនបើនិយាយពីជីវិតណាបងប្អូននាងខ្ញុំសូមរៀបរាប់ចាត់ឆ្ងាយពីវីដេអូបន្តិចគឺជីវិតនាងខ្ញុំរៀងពិបាកខ្លាំងហើយយើងត្រូវតស៊ូពីមួយកន្លែងទៅមួយកន្លែងរហូតដល់នាងខ្ញុំនឹងធ្វើជាគ្រូដ៏ល្អម្នាក់ដើម្បីជួយក្មេងៗនៅក្នុងតំបន់ដាច់ស្រយាលនេះឲ្យពួកគាត់មានចំណេះដឹងល្អប្រពៃហើយយើងមិនទៅជាអ្នកពូកែអីទេយើងរៀនចប់ត្រឹមបរិញ្ញាបត្រទេហើយយើងយកចំណេះដឹងរបស់យើងនឹងមកផ្ដល់ទៅឲ្យពួកគាត់ធ្វើជាគ្រូបង្រៀនស្ម័គ្រចិត្តនៅក្នុងស្រុកភូមិជនបទនេះដែរសាលារៀនបែបនេះមើលទៅឈើធ្វើពីឈើបងប្អូនហើយតុបតែងតិចតួចដែរបងប្អូនហើយនេះគឺជាទេសភាពខាងក្រៅសាលារបស់នាងខ្ញុំស្រឡាញ់ណាបងប្អូនរៀងខែនេះត្រជាក់ដែរបងប្អូនយើងបង្រៀនទៅវារៀងខ្យល់ចូលមកវាត្រជាក់រងាប៉ុន្តែមិនអីទេមានភាពកក់ក្ដៅជាមួយក្មេងៗដែលគាត់រស់នៅក្នុងភូមិនេះគឺគាត់គោរពស្រឡាញ់យើងខ្លាំងមែនទែន
ហើយសម្រាប់សាលារៀននេះគឺមួយខ្នងហើយមាន3បន្ទប់ហើយ3បន្ទប់នេះគឺរៀនពីថ្នាក់ទី1រហូតដល់ទី6បងប្អូនគឺយើងរៀន2វេនប៉ុន្តែនេះខ្ញុំបង្រៀនវេនព្រឹកបង្រៀនថ្នាក់ទី5អញ្ចឹងទៅមានគ្រូផ្សេងគេបង្រៀនទី6ទី4អញ្ចឹងទៅណាបងប្អូនហើយសាលានេះដែរគឺស្ថិតនៅជាប់វត្តហើយមានចំការស្វាយចំការដំឡូងគេនៅជុំវិញនឹងបងប្អូនហើយដីសាលាប្រហែលជាមួយហាត់2ហាត់ទេបងប្អូននឹងខ្ញុំមើលទៅឃើញវារាំងធំដែរហើយនៅទីធ្លាសាលានេះគឺគេមានដាំកូនឈើប៉ុន្តែវាអត់ទាន់ធំទេហើយក៏ក្តៅដែរបងប្អូនហើយផ្លូវវិញបើមេឃភ្លៀងគឺរអិលណាស់បងប្អូនពីផ្ទះរបស់នាងខ្ញុំទៅកន្លែងសាលានេះផងដែរនាងខ្ញុំពិតជាសប្បាយចិត្តមែនទែនដែលខ្លួនឯងបានក្លាយជាអ្នកអប់រំគេមួយរូបហើយនាងខ្ញុំនឹងយកចំណេះដឹងដែលនាងខ្ញុំមានតិចតួចនឹងទៅផ្ដល់ដល់ក្មេងជំនាន់ក្រោយឲ្យពួកគាត់ក្លាយជាទំពាំងស្នងឫស្សីដ៏ល្អផូរផង់ផងដែរហើយនាងខ្ញុំពិតជាសុំទោសមែនទែនបងប្អូនសម្រាប់វីដេអូនេះគឺនាងខ្ញុំរៀបរាប់រៀងវែងឆ្ងាយបន្តិចឲ្យបងប្អូនហើយវីដេអូខ្ញុំផងដែរមានតែប៉ុណ្្នឹងទេបងប្អូននាងខ្ញុំមានតែជម្រាបលាបងប្អូនតែប៉ុណ្្នឹងអរគុណបាយបាយ